ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើប្រាត់គ្រឿងសាច់ត្រីមានបងប្អូនមួយចំនួនគាត់តែងប្រាប់ថាគាត់ធ្វើឲ្យសាច់ត្រីអត់បានស្វិតដោយឲ្យទិញនៅផ្សារនោះទេតាមពិតទៅវាមានគន្លឹះតែបន្តិចប៉ុណ្ណោះក្នុងការធ្វើប្រាត់ត្រីឲ្យស្វិតតើអញ្ចឹងឥឡូវនេះយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងគឺយើងត្រូវយកសណ្តែកគួរនឹងចំនួនកន្លះខាំមកហាន់ជាកំណាត់ខ្លីៗតូចៗហើយនេះវិញគឺជាត្រីរស់សាច់សុទ្ធដែលខ្ញុំបានយកវាទៅដាក់កន្លែងកករយៈពេល3ម៉ោងរួចមកហើយវាមានទម្ងន់កន្លះគីឡូសាច់ត្រីនៅពេលដែលយើងយកទៅដាក់នៅកន្លែងកកបានត្រឹមតែ3ម៉ោងអញ្ចឹងសាច់វាគឺអត់រឹងពេកទេកន្លែងនេះហើយដែលធ្វើឲ្យប្រហិតត្រីផងយើងចេញមកវាបានស្វិតល្អអញ្ចឹងសាច់ត្រីដែលពេលដែលវានៅឆៅអញ្ចឹងយើងចាំបាច់ត្រូវយកវាទៅដាក់នៅកន្លែងកកនឹងឲ្យវាកកល្មមមិនកកខ្លាំងពេកទេនិយាយទៅគឺថាប្រហែលជា 50% ដូចនេះយើងត្រូវយកសាច់ត្រីដែលកកបានប្រហែល 50% នឹងមកក្រឡុកឲ្យម៉ត់ឲ្យលាយជាមួយនឹងគ្រឿងផ្សំផ្សេងៗទៀតដោយដាក់ទឹកត្រីចំនួន1ស្លាបព្រាបាយកន្លះស្ករស1ស្លាបព្រាបាយម្រេចម៉ដ្ឋកន្លះស្លាបព្រាកាហ្វេម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេអំបិល1/4ស្លាបព្រាកាហ្វេម្សៅឆាចំនួន2ស្លាបព្រាបាយប្រេងឆា1ស្លាបព្រាបាយជាចុងក្រោយគឺជាពងទាឬក៏ជាពងមាន់ចំនួន1គ្រាប់ដាក់គ្រឿងផ្សំចូលអស់ហើយយើងត្រូវកិនវាឲ្យវាម៉ត់មែនតែម្ដងនៅពេលកិនគឺបងប្អូនអាចឈប់ខ្លះដើម្បីប្រមូលសាច់ទម្លាក់ចុះក្រោមរួចបន្តកិនទៀតរយៈពេលនៃការកិនសាច់ត្រីគឺអត់យូរដូចដែលយើងកិនសាច់ជ្រូកឬក៏សាច់គោនោះទេចានៅពេលនេះសាច់ត្រីរបស់យើងគឺបានម៉ត់ល្អហើយដូច្នេះដើម្បីឲ្យយើងប្រកាសចិត្តថាសាច់ប្រហិតរបស់យើងស្វិតគឺយើងនឹងយកសាច់ត្រីដែលបានកិនម៉ត់រួចនឹងដាក់ចូលទៅក្នុងចានឬក៏ប្រអប់បន្ទាប់មកគ្របវាឲ្យជិតនិងយកវាទៅដាក់នៅកន្លែងកករយៈពេល30នាទីទៅ1ម៉ោងជាធម្មតាកម្លាំងម៉ាស៊ីនកិនគឺអត់ដូចគ្នាទេដូច្នេះប្រសិនបើបងប្អូនកិនសាច់ត្រីហើយសាច់ត្រីនោះឡើងក្តៅគឺជារឿងដែលចាំបាច់មែនទែនដែលបងប្អូនត្រូវយកសាច់ត្រីនោះទៅដាក់នៅកន្លែងកកវិញ1ម៉ោងក្រោយមកគឺយើងនឹងយកសាច់ត្រីដែលយើងបានដាក់នៅកន្លែងកកហ្នឹងមកលាយជាមួយនឹងគ្រឿងផ្សំបន្ទាប់ទៀតចំពោះសាច់ត្រីចំនួនកន្លះគីឡូគឺខ្ញុំនឹងប្រើគ្រឿងគល់ស្លឹកគ្រៃចំនួន2ស្លាបព្រាបាយកន្លះវិធីក្នុងការធ្វើគ្រឿងគល់ស្លឹកគ្រៃគឺខ្ញុំនឹងសរសេរនៅខាងលើវីដេអូហើយនេះគឺជាសណ្តែកគួរចំនួនកន្លះខាំដែលយើងបានហាន់ទុកតាំងពីដំបូងដាក់ចូលអស់ហើយគឺយើងនឹងច្របល់គ្រឿងផ្សំទាំងអស់នោះរហូតដល់វាចូលគ្នាបានសព្វល្អបន្ទាប់ពីច្របល់បានសព្វហើយពេលនេះគឺយើងអាចចាប់ផ្ដើមមកមូលប្រហិតបានមុននឹងចាប់ផ្ដើមមូលប្រហិតគឺយើងត្រូវជ្រលក់ដៃនៅក្នុងទឹកស្អាតសិនពីព្រោះថាសាច់ត្រីគឺស្អិតខ្លាំងមែនទែនដួសសាច់ត្រីដាក់នៅក្នុងដៃសាមរួចហើយគឺយើងនឹងលុញវាឲ្យចេញជារាងមូលបន្ទាប់មកប្រើប្រអប់ដៃសង្កត់វាឲ្យចេញជាសំប៉ែតវិញសរុបចុងក្រោយមកគឺខ្ញុំសូមបញ្ជាក់ម្ដងទៀតថានៅពេលដែលយើងកំពុងតែលុញប្រហិតត្រីគឺសាច់ត្រីរបស់យើងគឺនៅតែត្រជាក់ខ្លាំងដដែលអញ្ចឹងនៅពេលដែលយើងលុញប្រហិតត្រីហើយគឺយើងអាចទម្លាក់វាចូលទៅក្នុងប្រេងឆាដែលក្តៅតែម្ដងដោយសារតែប្រហិតត្រីនេះមានកម្រាស់មិនស្ដើងពេកទេដូច្នេះបងប្អូនត្រូវប្រើភ្លើងមធ្យមដើម្បីឲ្យសាច់របស់វាឆ្អិនបានសព្វឥឡូវនេះប្រហិតត្រីរបស់យើងគឺបានឡើងក្រហមទាំងសងខាងហើយនឹងឆ្អិនបានល្អហើយប្រហិតត្រីគឺយើងអាចញ៉ាំបានច្រើនរបៀបណាគឺយើងអាចយកវាទៅញ៉ាំជាមួយនឹងទឹកត្រីផ្អែមក៏បានជ្រក់ល្ហុងក៏បានចាអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីគឺអាចសរសេរជាខមមិននៅខាងក្រោមវីដេអូហើយចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា